បាទព្រលឹមឡើងមានអីទេបងប្អូនអើយសំអាហារសម្រន់ថ្ងៃនេះមានបបរសហើយបបរសហ្នឹងមែននេះណាបងប្អូនទិញគេទៀតទិញគេអត់មានបានធ្វើខ្លួនឯងទេព្រោះបញ្ញាប់បញ្ញាប់ពេកអញ្ចឹងយើងញ៉ាំបបរសហ្នឹងសិនទៅហើយនៅបបរសហ្នឹងមួយចាន2នាក់ទៀតមិនមែនតែមួយនាក់មួយចានទេណាតាមពិតទៅមិនមែនថាសំចៃអីទេបងប្អូនដោយសារយើងលើមឡើងយើងហូបវាអត់អស់អញ្ចឹងមានតែមួយចានហ្នឹង2នាក់ទៅបាទហើយនឹងកន្លែងការងារបងប្អូនតិចទៀតយើងទៅមើលការងារទាំងអស់គ្នាតែខ្ញុំធ្វើការងារអីចឹងណាបាទថ្ងៃនេះយើងនេះបងប្អូនយើងសម្អាតជើងជាងដើម្បីបៀកវាឲ្យចិត្តដល់វគ្គសម្អាតហើយបងប្អូនហើយដោយសារការ៉ូយើងគេអត់បិទជើងជាងទេគេរៀបតាបាតហើយគេឲ្យខាងឆ្នាំហ្នឹងបៀកឲ្យដល់ការ៉ូបងប្អូនអញ្ចឹងយើងក៏បៀកតាមជើងជាងនឹងឲ្យស្មើគេតែជាងនេះគេមិនមែនដាក់បៀកឆ្នាំយើងនឹងឲ្យស្មើអញ្ចឹងឲ្យចោលហ្មងទេបងប្អូនគេបិទជ្រីបងប្អូនខ្មែរយើងគេហៅជ្រីជើងជាងបាទគេបិទឲ្យលើការ៉ូយើងនឹងប្រហែលជាមកទឹកជុំវិញអញ្ចឹងទៅបងប្អូនដើម្បីមើលទៅឃើញស្អាតអញ្ចឹងណាតែវគ្គនេះខ្ញុំអត់បានថតឡើងជ្រីទេបងប្អូនដោយសារយើងវីដេអូយើងខ្លីអញ្ចឹងយើងថតតែកន្លែងសកម្មភាពបៀកថ្នាំបងប្អូនបៀកថ្នាំជើងជាងហ្នឹងណាបាទហើយហ្នឹងអធិស្ឋានផងបងប្អូនដោយសារកន្លែងខ្ញុំបញ្ចូលសេរីហ្នឹងវាមានសំឡេងរំខានណាបងប្អូនអញ្ចឹងសូមអធិស្ឋានផងហើយវីដេអូហ្នឹងมันមានអីវែងឆ្ងាយទេបងប្អូនបាទមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលចូលទស្សនាក៏សូមអរគុណដែលបានតាមដានតាំងពីដើមរហូតដល់ចប់ហើយវីដេអូនេះក៏អត់មានអីវែងឆ្ងាយដែរបងប្អូនជាចុងក្រោយក៏សូមអរគុណបងប្អូនដែលបានស្រឡាញ់ចូលចិត្តតាមវីដេអូខ្ញុំកន្លងមកអញ្ចឹងជាចុងក្រោយក៏សូមអរគុណនិងជម្រាបលាតែមុននឹងជម្រាបលាក៏សូមដាក់វីដេអូចុងកន្ទុយតិចបងប្អូនឃើញថ្ងៃវាស្អាតអញ្ចឹងណាថ្ងៃរៀបលិចអញ្ចឹងក៏សូមបន្តកន្លែងហ្នឹងបន្តិចដើម្បីចែកជូនដល់ពុកម៉ែបងប្អូនដែលស្រឡាញ់ទេសភាពបងប្អូនអានេះទេសភាពពេលថ្ងៃរៀបលិចបងប្អូនដល់ពេលដែលខ្ញុំចេញពីធ្វើការណាឃើញស្អាតពេកក៏ថតដាក់ចែកជូនពុកម៉ែបងប្អូនទស្សនាបាទអញ្ចឹងអរគុណជម្រាបលាមានតែប៉ុណ្្នឹងឯងបាយបាយ